នារីម្នាក់បានធ្វើដំណើរតាមរថយន្ត SUV ពណ៌ផ្កាឈូកយ៉ាងស៊ីវិល័យមកកាន់វាលស្មៅខៀវស្រងាត់ក្បែរមាត់បឹងអ្វីដែលពិសេសបំផុតនោះគឺតង់ខ្យល់រូបផ្លែប៉ោមយក្សពណ៌ផ្កាឈូកថ្លាដែលបូមខ្យល់បញ្ចូលដោយប្រើថាមពលផ្ទាល់ពីយន្តអគ្គិសនីរបស់នាងរបស់ប្រើប្រាស់តូចៗតែស្រស់ស្អាតទោះបីជាមើលទៅដូចជាការមកលេងកម្សាន្តធម្មតាប៉ុន្តែសម្ភារៈខាងក្នុងតង់ត្រូវបានរៀបចំឡើងយ៉ាងពេញលេញនិងគួរឲ្យស្រឡាញ់មានទាំងកញ្ចក់ឆ្លុះ3ស្រទាប់និងកន្លែងលាងដៃពណ៌ផ្កាឈូកខ្នាតតូចផ្ទះបាយចល័តតុបិតសម្រាប់រៀបចំអាហារព្រមទាំងឆ្នាំងដាំបាយនិងសម្ភារៈផ្ទះបាយពណ៌ផ្កាឈូកមួយឈុតយ៉ាងស្រស់ស្អាតសមាជិកដ៏ពិសេសមួយទៀតរបស់នាងគឺសត្វឆ្មាដ៏គួរឲ្យស្រឡាញ់តែមកចូលរួមគេងលេងនិងអបអរថ្ងៃកំណើតយ៉ាងកក់ក្ដៅនាងបានពន្លាផ្ទាំងកុនខ្យល់ពណ៌ផ្កាឈូកយ៉ាងធំនៅខាងក្រៅតង់ដើម្បីមើលកុនបន្ធូរអារម្មណ៍នាពេលល្ងាចផ្នែកខាងក្នុងឡានត្រូវបានបំផ្លែងជាពូកគេងដ៏ទន់និងមានដំឡើងអេក្រង់សម្រាប់លេងហ្គេមយ៉ាងលយបន្ទាប់ពីញ៉ាំអាហាររួចនាងបានបើកភ្លើងគុំលម្អជុំវិញតង់ព្រមទាំងស្ដាប់តន្ត្រីនិងត្រាំជើងយ៉ាងមានក្តីសុខក្រោមពន្លឺផ្កាស្ទីលរស់នៅបែបសាមញ្ញតែប្រណិតនិងពោរពេញដោយភាពច្នៃប្រឌិតដែលធ្វើឲ្យការបោះជំរំធម្មតាក្លាយជាការចងចាំដ៏គួរឲ្យស្រឡាញ់បំផុត